បាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃសួស្តីសាជាថ្មីបន្ទាប់ពីបាត់មកមួយរយៈធំដោយសាររវល់នឹងការងារពេកបាទនេះគឺជាវីដេអូមួយដែលខ្ញុំបានធ្វើគឺពាក់ព័ន្ធជាមួយនឹងការធ្វើដំណើររបស់ខ្ញុំពីប្រទេសកម្ពុជាទៅកាន់ប្រទេសមួយនៅអាស៊ីខាងលិចគឺយើងហៅថាមជ្ឈិមបូព៌ាហ្នឹងហើយគឺប្រទេសហ្ស័រដានីជាភាសាអង់គ្លេសគឺប្រទេស Jordan ហ្នឹងហើយយើងបានចេញដំណើរពីប្រលានយន្តហោះថ្មីនៅក្នុងខេត្តសៀមរាបហើយធ្វើដំណើរជាច្រើនម៉ោងទៅដល់ទម្រាំទៅដល់ទីក្រុងអាម៉ាននៃប្រទេសហ្ស័រដានីហ្នឹងហើយយើងចេញពីទីក្រុងសៀមរាបនៅវេលាម៉ោង7ល្ងាចហើយរយៈពេលនៃការហោះហើរគឺ1ម៉ោង20នាទីពីទីក្រុងសៀមរាបទៅកាន់ទីក្រុងបាងកកហើយបន្ទាប់មកយើងបន្តដំណើរការហោះហើរពីទីក្រុងបាងកកទៅកាន់ទីក្រុងដូហានៅប្រទេសកាតាគឺរយៈពេល6ម៉ោងហើយយើងហោះទៅកាន់ប្រលានយន្តហោះនៅដូហាព្រោះថាសម្រាប់ជនជាតិខ្មែរយើងគឺយើងមិនត្រូវការ transit visa ដើម្បីចូលទៅកាន់ប្រលាននៅប្រទេសនោះទេគឺយើងអាចចូលបានហើយ free ហ្នឹងហើយយើងបន្តដំណើរពីប្រលានយន្តហោះនៅទីក្រុងដូហានៃប្រទេសកាតាហ្នឹងទៅកាន់ទីក្រុងអាម៉ាននៃប្រទេសហ្ស័រដានីគឺរយៈពេល3ម៉ោងក៏ប៉ុន្តែដោយសារពេលវេលារវាងប្រទេសកម្ពុជានិងប្រទេសហ្ស័រដានីហ្នឹងគឺខុសគ្នារយៈពេល4ម៉ោងអញ្ចឹងនិយាយថានៅខ្មែរយើងដើរលឿនជាងគេ4ម៉ោងអញ្ចឹងណាហើយយើងបានទៅដល់ទីនោះហ្នឹងហើយដោយសុវត្ថិភាពហើយបានទទួលស្វាគមន៍ពីក្រុមការងារនៅទីនោះផងដែរឥឡូវខ្ញុំមានវីដេអូរូបថតមួយចំនួនពាក់ព័ន្ធជាមួយនឹងការធ្វើដំណើររបស់យើងបាទសូមទស្សនាទាំងអស់គ្នាហ្នឹងហើយបងប្អូនបន្ទាប់ពីធ្វើដំណើរអស់រយៈពេលយ៉ាងយូរតាមរយៈជើងយន្តហោះទីបំផុតពួកយើងបានមកដល់ទីក្រុងអាម៉ានដែលជាទីក្រុងធំជាងគេនៅក្នុងប្រទេសហ្ស័រដានីហ្នឹងហើយនេះគឺជាប្រលានយន្តហោះនៅទីក្រុងអាម៉ានហើយពួកយើងបានទទួលស្វាគមន៍ផ្ទាល់នៅទីនោះផងដែរជាមួយនឹងបុគ្គលិករបស់ក្រុមហ៊ុនហើយនឹង logo របស់ក្រុមហ៊ុនហ្នឹងហើយបន្ទាប់ពីទទួលរាក់ទាក់ស្វាគមន៍ពីបុគ្គលិករបស់ក្រុមហ៊ុនពួកយើងក៏បានបន្តដំណើរពីប្រលានយន្តហោះទៅកាន់សន្តាគារដែលពួកយើងស្នាក់នៅហើយនឹងជាកន្លែងដែលពួកយើងជួបជុំមិត្តភ័ក្តិក៏ដូចជាក្រុមការងារទាំងអស់នៅទីនោះផងដែរហើយបើបងប្អូនមានចម្ងល់ពាក់ព័ន្ធជាមួយនឹងការហោះហើរការធ្វើ visa និងអ្វីផ្សេងទៀតបងប្អូនអាច comment ខាងក្រោមវីដេអូនេះហើយក៏សូមអរគុណផងដែរនៃការទស្សនាវីដេអូមួយនេះហើយសង្ឃឹមបងប្អូនទាំងអស់គ្នាចូលចិត្តហើយបើចូលចិត្តសូមជួយ like ជួយ share និង subscribe មួយផងបាទហើយខ្ញុំនឹងធ្វើវីដេអូបន្តពាក់ព័ន្ធជាមួយនឹងប្រទេសហ្ស័រដានីហ្នឹងហើយក្នុងខាងក្រោយវីដេអូនេះគឺជាការធ្វើដំណើររបស់ពួកខ្ញុំចេញពីប្រលានយន្តហោះនៃប្រទេសនៃទីក្រុងអាម៉ាននៅប្រទេសហ្ស័រដានីហ្នឹងហើយទៅកាន់ហូតែលរបស់ខ្ញុំហ្នឹងហើយសូមអញ្ជើញទស្សនាវីដេអូនេះទាំងអស់គ្នាបាទ